តួអង្គជាអ្នកបង្កឲ្យមានទំនាស់នៅក្នុងសាច់រឿងចូលលើកយកទំនាស់ក្រៅខ្លួននិងទំនាស់ក្នុងខ្លួនរបស់ហំនៅក្នុងសាច់រឿងថៅកែចិត្តចោលមកបកស្រាយបញ្យលឲ្យបានក្បោះក្បាយសេចក្តីអធិប្បាយអក្សរសិល្ប៍គឺជាស្នាមគំនូសដែលអ្នកនិពន្ធបានសរសេរឡើងដោយមានបញ្ចូលនូវសិល្បវិធីសម្រាប់ទាក់ទាញអារម្មណ៍របស់អ្នកអានដើម្បីឲ្យអ្នកអានជក់ចិត្តនៅក្នុងសាច់រឿងបើគ្មានទំនាស់ក៏គ្មានរឿងកើតឡើងដែរក្នុងស្នាដៃអក្សរសិល្ប៍ទំនាស់មានពីរប្រភេទគឺទំនាស់ក្នុងខ្លួននិងទំនាស់ក្រៅខ្លួនចំណែករឿងថៅកែចិត្តចោលតួអង្គពូហំក៏មានទំនាស់ពីរដែរគឺទំនាស់ក្រៅខ្លួននិងទំនាស់ក្នុងខ្លួនរបស់តួអង្គហើយពូហំជាអ្នកបង្កឲ្យមានទំនាស់នៅក្នុងសាច់រឿងតើទំនាស់ក្រៅខ្លួននិងទំនាស់ក្នុងខ្លួនរបស់ពូហំមានអ្វីខ្លះមុននឹងធ្វើការបកស្រាយមតិរបស់ប្រធានខាងលើយើងត្រូវស្វែងយល់ពីអត្ថន័យនៃពាក្យកន្លឹះជាមុនសិនទំនាស់ក្រៅខ្លួនគឺជាការប្រឆាំងឬប្រឈមដាក់គ្នារវាងតួអង្គមួយនិងតួអង្គដទៃទៀតឬជាមួយបញ្ហាផ្សេងទៀតមានការទាស់ទែងខ្វែងគំនិតគ្នាបណ្ដាលឲ្យមានឬបញ្ហាកើតឡើងទំនាស់ក្នុងខ្លួនជាទំនាស់នៅក្នុងខ្លួនរបស់តួអង្គមួយអាស្រ័យដោយក្នុងខ្លួនតួអង្គនោះមានទឹកចិត្តពីរឬច្រើនដែលប្រឆាំងគ្នាគេអាចហៅថាទំនាស់អញនិងអញអាចជាតួអង្គខឹងនិងតួខ្លួនឯងតូចចិត្តខ្លួនឯងចង់សម្លាប់ខ្លួនជាដើមយោងលើអត្ថន័យនៃពាក្យកន្លឹះខាងលើប្រធានមានន័យថានៅក្នុងសាច់រឿងអាស្រ័យដោយប្រយោជន៍ផ្ទុយគ្នាគំនិតឬទស្សនៈផ្ទុយគ្នាជាហេតុនាំឲ្យតួអង្គប្រឆាំងគ្នាឡើងដើម្បីសម្រេចបំណងរៀងៗខ្លួនហើយជួនកាលសូម្បីតែខ្លួនឯងផ្ទាល់ក៏មានចិត្តប្រឆាំងដែរដោយសារការដណ្ដើមផលប្រយោជន៍មិនស្មើគ្នាធ្វើឲ្យសង្គមមនុស្សមានរឿងកើតឡើងមនុស្សឆ្លោះទាស់ទែងខ្វែងគំនិតគ្នាដោយសារតែការចែកផលប្រយោជន៍មិនស្មើគ្នាឯក្នុងរឿងថៅកែចិត្តចោលដោយថៅកែកេងប្រវាញ់កម្លាំងពលកររបស់កម្មករនិងដោយសារការមិនគោរពពាក្យសន្យាទើបធ្វើឲ្យថៅកែមានទំនាស់ជាមួយគ្នាជាមួយពូហំទំនាស់របស់ពូហំមានពីរគឺទំនាស់ក្រៅខ្លួននិងទំនាស់ក្នុងខ្លួនទំនាស់ក្រៅខ្លួនគឺទំនាស់រវាងពូហំនិងថៅកែរីឯថៅកែនិយាយហើយលេបសម្ដីវិញគាត់បានប្រើឲ្យពូហំបើកឡានទៅបុកឡានរបស់ថៅកែមួយទៀតដោយថៅកែសន្យាថានឹងឲ្យលុយ 10000 រៀលទៅពូហំនៅពេលណាដែលធ្វើបានសម្រេចប៉ុន្តែនៅពេលដែលពូហំបើកឡានទៅបុកហើយស្រាប់តែថៅកែមិនឲ្យលុយទៅវិញពេលនោះធ្វើឲ្យពូហំខឹងនឹងថៅកែជាខ្លាំងហើយក៏មានការឆ្លោះប្រកែកគ្នានៅពេលនោះទៅទំនាស់រវាងពូហំនិងវិញ្ញាណដោយសារវិញ្ញាណស្រឡាញ់ប្តីស្រឡាញ់កិត្តិយសគ្រួសារមិនដឹងរឿងពិតល្ងងឆាប់ជឿគេបែរជាទៅឆ្លោះជាមួយប្តីដោយមិនបានដឹងរឿងច្បាស់លាស់ថាហេតុអ្វីបានជាប្តីឯងទៅប្រព្រឹត្តអំពើបែបនេះទៅវិញពេលនោះមានការជជែកគ្នាខ្លាំងរវាងពូហំនិងវិញ្ញាណជាមួយរឿងនេះដដែលពូហំមានទំនាស់ជាមួយពួកកម្មករគឺទំនាស់រវាងពូហំជាមួយនឹងសុកគឺសុកបានទូមានហំថាកុំឲ្យធ្វើអំពើនេះតែពូហំក៏ជជែករឿងរុះហើយមិនបានស្ដាប់សម្ដីរបស់សុកទេបែរជាខឹងជាមួយនឹងសុកទៅវិញលើពីនេះទំនាស់រវាងពូហំនិងផនិតទំនាស់នេះគឺទំនាស់រវាងឧត្តមគតិនិងលុយកៈផនិតហួសចិត្តនឹងពូហំមិននឹកស្មានថាពូហំមានធ្វើអំពើអមនុស្សធម៌បែបនេះសោះទំនាស់រវាងពូហំនិងប៉ូលីសគឺអំពើអយុត្តិធម៌ជាមួយអំពើពុករលួយពូហំខឹងនឹងប៉ូលីសដែលទទួលសំណូកពីថៅកែប្រព្រឹត្តអំពើពុករលួយរំលោភបំពានមនុស្សបង្កើតឲ្យមានអំពើអយុត្តិធម៌ក្នុងសង្គមជាតិជាហេតុធ្វើឲ្យមានទំនាស់មិនចេះចប់មិនចេះហើយក្រៅពីទំនាស់ក្រៅខ្លួនពូហំក៏នៅមានទំនាស់ក្នុងខ្លួនជាច្រើនទៀតទំនាស់ក្នុងខ្លួនមានដូចជាពូហំបាត់ឧត្តមគតិខ្លួនឯងដោយសារតែទឹកប្រាក់ 10000 រៀលដោយសារតែតម្រូវការគ្រួសារប្រពន្ធឈឺម្ដាយចាស់ជរាកូនត្រូវបន្តការសិក្សា
ដោយនេះហើយទើបពូហំក្បត់ឧត្តមគតិខ្លួនឯងហ៊ានប្រព្រឹត្តអំពើបទឧក្រិដ្ឋនេះក្នុងនោះដែរទំនួលរវាងទឹកប្រាក់និងភាពអយុត្តិធម៌នៅក្នុងសង្គមយ៉ាងណាមិញពីមុនពូហំចង់មានប្រាក់តែបន្ទាប់ពីទៅកែបានលេបសម្ដីវិញធ្វើឲ្យគាត់ឆ្អែតចិត្តឈប់ចង់បានប្រាក់ទៀតហើយគាត់និយាយថាអញសុខចិត្តឲ្យវងត្រកូលអញស្លាប់ចោះដើម្បីសេចក្តីពិតផ្ទុះឡើងសេចក្តីពិតនៅពេលនេះគឺយុត្តិធម៌ពូហំសុខចិត្តធ្វើជាគំរូយុត្តិសេចក្តីយុត្តិធម៌បន្ទាប់ពីបានបុកឡានគេហើយគាត់ចង់យកលុយ 10000 រៀលនោះដើម្បីគេខ្លួនតែក្រោយមកមានរឿងជាមួយតកែគាត់សុខចិត្តប្រគល់ខ្លួនឲ្យប៉ូលីសកាត់ទោសនេះជាគំរូមួយសម្រាប់ឲ្យជនទូទៅដឹងថាអំពើយុត្តិធម៌គឺត្រូវតែមានចនិចនៅក្នុងសង្គមសរុបសេចក្តីមកទំនាស់ក្រៅខ្លួននិងទំនាស់ក្នុងខ្លួននៅក្នុងរឿងតកែចិត្តចរនេះញ៉ាំងឲ្យរឿងនេះកាន់តែមានតម្លៃថែមទៀតសម្រាប់អ្នកអានក៏ដូចជាអ្នកអប់រំជាដើមទំនាស់និងដំណោះស្រាយនៅក្នុងរឿងនេះហើយដែលជាឧត្តមគតិអប់រំសំខាន់បំផុតសម្រាប់អ្នកសិក្សាឆ្លងតាមការបកស្រាយខាងលើនេះបានបង្ហាញឲ្យឃើញថាតួអង្គជាអ្នកបង្កទំនាស់នៅក្នុងសាច់រឿងតែទំនាស់ដែលតួអង្គបង្កឡើងនេះវាគោលបំណងរបស់អ្នកនិពន្ធក្នុងការដាក់តែងរឿងដរាបណាអ្នកនិពន្ធជាបង្កើតទំនាស់និងដំណោះស្រាយបានច្រើននោះឧត្តមគតិក៏ច្រើនដែរដោយនេះអ្នកសិក្សាទាំងអស់ត្រូវស្វែងយល់អំពីបញ្ហាទំនាស់នៅក្នុងរឿងឲ្យបានច្រើនទើបយើងអាចទាញតម្លៃអប់រំនៅក្នុងរឿងបានល្អជៀសវាងការប្រព្រឹត្តផ្ទុយទៅនឹងគំនិតរបស់អ្នកនិពន្ធ